អ្នកដែលគិតថាខ្លួនឯងក្រគ្មានសំណាងបាក់ទឹកចិត្តអស់សង្ឃឹមគ្មានកម្លាំងចិត្តរស់នៅគ្មានន័យគ្មានតម្លៃមិនចង់រស់នៅបន្តទៀតមកស្ដាប់រឿងនេះឲ្យចប់អ្នកប្រហែលជានឹងមានគំនិតថ្មីមួយកាលពីអតីតកាលមានយុវជនម្នាក់តែងតែរអ៊ូរទាំអំពីភាពក្រីក្ររបស់ខ្លួននិងការមិនអាចក្លាយជាអ្នកមានគាត់មានមុខស្រពោនជាប់ជានិច្ចថ្ងៃមួយគាត់បានជួបតាចាស់ម្នាក់ដែលមានអាយុប្រមាណជា80ឆ្នាំនិងមានសក់ពណ៌សតាចាស់នោះបានឃើញយុវជននោះមានមុខស្រពោនដោយផ្លែត្រសក់ជ្រក់ក៏សួរថាហេតុអ្វីបានជាឯងមានអារម្មណ៍មិនសប្បាយចិត្តបែបនេះយុវជននោះឆ្លើយថាខ្ញុំក្រណាស់ធ្វើឲ្យខ្ញុំមិនសប្បាយចិត្តសោះតាចាស់និយាយថាអូខ្ញុំមើលទៅឯងដូចជាមានលុយគ្រប់គ្រាន់ហើយយុវជនសួរដោយមិនយល់ថាតើលោកតាដឹងដោយរបៀបណាថាខ្ញុំមានលុយគ្រប់គ្រាន់តាចាស់និយាយថាខ្ញុំសុំសួរសំណួរឯងមួយប្រសិនបើថ្ងៃនេះខ្ញុំកាត់ម្រាមដៃរបស់ឯងមួយហើយឲ្យលុយឯង$1000តើឯងព្រមទេយុវជននោះឆ្លើយថាខ្ញុំមិនព្រមទេតាចាស់ក៏និយាយទៀតថាចុះបើខ្ញុំកាត់ដៃឯងមួយហើយឲ្យលុយឯង$10000តើឯងព្រមទេយុវជននោះឆ្លើយថាខ្ញុំក៏មិនព្រមដែរតាចាស់ក៏បន្តទៀតថាចុះបើខ្ញុំខ្វេះភ្នែកទាំងពីររបស់ឯងហើយឲ្យឯង$100000តើឯងព្រមទេយុវជននោះឆ្លើយថាខ្ញុំក៏មិនព្រមដែរព្រោះបើខ្ញុំមើលមិនឃើញតើយកលុយនឹងមកមានប្រយោជន៍អ្វីតាចាស់និយាយបន្តថាចុះបើថ្ងៃនេះខ្ញុំធ្វើឲ្យឯងក្លាយជាមនុស្សចាស់សក់សដូចខ្ញុំហើយឲ្យឯង$1,000,000តើឯងព្រមទេយុវជនគិតមួយផ្លែតហើយឆ្លើយថាខ្ញុំក៏មិនព្រមដែរតាចាស់និយាយថាបើឥឡូវនេះខ្ញុំយកជីវិតរបស់ឯងហើយឲ្យឯង$10,000,000តើឯងព្រមទេយុវជននោះឆ្លើយថាខ្ញុំកាន់តែមិនព្រមទៀតព្រោះស្លាប់ហើយតើបានប្រយោជន៍អ្វីទៅតាចាស់និយាយថាឃើញទេហេតុអ្វីបានជាឯងនិយាយថាខ្លួនឯងក្រឯងមានទ្រព្យសម្បត្តិជាង$10,000,000រួចទៅហើយដូច្នេះឯងគឺជាយុវជនមានគ្រប់គ្រាន់នៅពេលឮបែបនេះគាត់ក៏ភ្ញាក់រលឹកហើយដូចជាយល់រឿងអ្វីមួយជាការពិតតាមរយៈរឿងខ្លីមួយនេះខ្ញុំចង់ប្រាប់ដល់អ្នកទាំងអស់គ្នាដែលបានឃើញវីដេអូនេះថានៅក្នុងជីវិតប្រសិនបើថ្ងៃនេះអ្នកបើកភ្នែកពេលព្រឹកឃើញព្រះអាទិត្យរះឡើងថ្មីអាចដកដង្ហើមដោយសេរីបានស្រូបយកខ្យល់បរិសុទ្ធអ្នកគួរដឹងថាអ្នកជាមនុស្សមានសំណាងនិងមានសុភមង្គលប៉ុណ្ណាចំពោះអ្នកដែលតែងតែត្អូញត្អែថាក្រអ្នកដែលត្អូញត្អែថាជោគវាសនាមិនយុត្តិធម៌សូមពិចារណាលើលេខទាំងនេះនៅលើភពផែនដីដែលមានមនុស្ស7.5 billion នាក់នេះជាមធ្យមមានមនុស្ស29,000,000នាក់មិនអាចឃើញព្រះអាទិត្យថ្ងៃស្អែកទូទាំងពិភពលោកយ៉ាងហោចណាស់មានអ្នកជំងឺ1.75 លាននាក់កំពុងដេកនៅលើគ្រែពេទ្យហើយប្រហែលជាមន្ទីរពេទ្យគឺជាស្ថានីយ៍ចុងក្រោយនៃជីវិតរបស់ពួកគេសង្គ្រាមនៅលើពិភពលោកមិនដែលឈប់ឡើយរៀងរាល់ថ្ងៃយ៉ាងហោចណាស់មានមនុស្ស80 លាននាក់ត្រូវរងទុក្ខដោយសារសង្គ្រាមរត់ភៀសខ្លួននិងប្រណាំងជាមួយសេចក្តីស្លាប់នៅលើពិភពលោកនេះមានប្រជាជនជាង1.5 billion នាក់រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រពួកគេកំពុងព្រួយបារម្ភអំពីអាហារប្រចាំថ្ងៃគ្មានសម្លៀកបំពាក់សមរម្យគ្មានអាហារគ្រប់គ្រាន់និងរស់នៅដោយលំបាកតាមការប៉ាន់ស្មានស្ថិតិទូទាំងពិភពលោកមានប្រហែល40 លាននាក់ស្លាប់ដោយសារអត់ឃ្លានជារៀងរាល់ឆ្នាំនៅក្នុងប្រទេសដែលមិនទាន់អភិវឌ្ឍនិងកំពុងអភិវឌ្ឍមានប្រជាជន2 billion នាក់ត្រូវប្រឈមមុខនឹងភាពក្រីក្រក្នុងនោះជាង 40% នៃប្រជាជនមិនអាចទិញសម្លៀកបំពាក់ថ្មីបានម្ដងក្នុងមួយឆ្នាំហើយមិនអាចញ៉ាំសាច់បានម្ដងក្នុងមួយឆ្នាំមនុស្ស280 លាននាក់កំពុងរស់នៅគ្មានផ្ទះសម្បែងហើយឥឡូវនេះអ្នកដែលអាចមើលឃើញវីដេអូនេះដោយគ្មានការលំបាកបង្ហាញថាអ្នកពិតជាមានសុភមង្គលនិងសំណាងណាស់ព្រោះនៅទូទាំងពិភពលោកមានមនុស្ស12 លាននាក់ពិការភ្នែកនិងជនពិការប្រភេទផ្សេងៗទៀតសរុប43 លាននាក់សម្រាប់ពួកគេការអាចមើលឃើញពិភពលោកមានពណ៌ចម្រុះការស្ដាប់ឮសំឡេងធម្មជាតិការអាចងើបក្បាលបត់ចង្កេះដើរលើផ្លូវឡើងជណ្ដើរនិយាយស្ដីបានគឺមិនខុសពីជីវិតទេវតាទេរឿងរ៉ាវក្នុងលោកមិនថិតថេរជីវិតមនុស្សមិនទៀងសូមធ្វើអំពើល្អនិយាយល្អចេះស្កប់ស្កល់កុំឲ្យសម្ភារៈនិយមធ្វើឲ្យវង្វេងភ្នែកកុំឲ្យបរាជ័យតូចតាចធ្វើឲ្យបាត់បង់ទំនុកចិត្តនិងឆន្ទៈកុំអង្គុយលើភ្នំមាសហើយនិយាយថាខ្លួនក្រក
កំដេកនៅលើសុភមង្គលហើយមិនដឹងខ្លួនចងចាំថាធាតុសំខាន់លំដាប់ទី1នៃជីវិតគឺសុខភាពនិងសុវត្ថិភាពរីឯលុយកាក់តួនាទីនិងកេរ្តិ៍ឈ្មោះគ្រាន់តែជារបស់បំពេញបន្ថែមប៉ុណ្ណោះអ្វីៗនៅក្នុងលោកមិនស្ថិតថេរជីវិតមនុស្សមានជាក់លាក់តែមិនទៀងគ្មានគ្រោះកំណាចណាធំជាងការមិនចេះស្កប់ចិត្តនោះទេស្ដាប់រួចតើអ្នកគិតយ៉ាងម៉េចដែរ